ហើយបងប្អូនក៏អាចប្រើបាន free 3K បងប្អូនយើងសម្រាប់អ្នកដែលគាត់ចុច link ខាងក្រោមវីដេអូរបស់ខ្ញុំអូខេអរគុណច្រើនគ្នាយើងហើយជួយគ្នា share វីដេអូអ្នកមួយផងសួស្តីពុកម៉ែបងប្អូនគ្នាយើងហ្នឹងណាគឺខ្ញុំមកបង្ហាញពីរបៀបប្រើប្រាស់ VPN សុសានហើយនឹងរបៀបដែលយើងទិញដោយប្រើ link ឬមួយប្រើkhốt nhom để anh tập cho thằng này tạo 81% សម្រាប់បងប្អូនយើងតែគាត់ចង់ប្រើតែខ្លួនឯងឬមួយចង់ទិញប្រើប្រាស់ខ្លួនឯងនេះបងប្អូនខ្ញុំប្រើតែ VPN មួយហ្នឹងសម្រាប់ខ្ញុំនៅខ្មែរដែលខ្ញុំអាចរកលុយបានតាម Facebook ឬមួយ page ខ្ញុំក្តីបងប្អូនគឺបងប្អូនចូលមក browser បងប្អូនមកគឺយើងអាចតែចូលទៅទិញនៅក្នុង browser បានវាធូរថ្លៃបើសិនជាយើងទិញនឹង app វាថ្លៃបងប្អូន search មើលណែយើងអាចចូលទៅមើលអីបងប្អូនអានេះខ្ញុំឆែកអ៊ីនធឺណិតឲ្យមើលសិនថាវាចាប់បានប្រមាណ%ដើម្បីឲ្យដឹងថាយើងប្រើ VPN ហ្នឹងទៅគឺយើងអ៊ីនធឺណិតឬមួយ IP អ៊ីនធឺណិតយើងវាបានប្រមាណ%អូខេបងប្អូនយើងចូលមកជ្រុំក៏បានGoogleក៏បានយើង search ពាក្យ hua.net មកដើម្បីពិនិត្យមើលអ៊ីនធឺណិតយើងសិនមុននឹងយើងចូល Facebook ឯជាដើមយើងមើលថា IP ប្រមាណ%បើសិនជា IP 100%ប្រកាសបងប្អូនគឺយើងលេងមិនមានបញ្ហាអ្វីទេបងប្អូនធានាឲ្យសម្រាប់ account ដែល account profile ក្តីឬមួយ account បងប្អូនដែលប្រើ SIM អ៊ីនធឺណិតខ្មែរគឺมันចាំមិនភ័យសម្រាប់សុសាន VPN គឺខ្ញុំសម្រាប់ខ្ញុំគឺខ្ញុំប្រើអ៊ីនធឺណិតខ្មែរ SIM ខ្មែរទាំងអស់គឺខ្ញុំអាចធ្វើឲ្យ account Facebook ខ្ញុំវាចាប់ primary location ទៅក្នុងប្រទេសថៃបានបើងាយគឺយើងអាចចំណាយប្រហែលជាបន្តិចបន្តួចក្នុងមួយឆ្នាំអីប្រហែលជា50ទៅ60បែបហ្នឹងបើសិនជាអត់មានណែ link ពីខ្ញុំទៅអានឹងអាចថ្លៃបងប្អូនជួយបើសិនជាបងប្អូនអាចចុច link ខ្ញុំនៅខាងក្រោមវីដេអូខ្ញុំហ្នឹងទៅគឺបងប្អូនអាចបានគេបញ្ចុះតម្លៃឲ្យយ៉ាងធូរថ្លៃឬមួយបងប្អូនអាចសំចៃកម្រៃបានមកចំណេញដែរបងប្អូនជួយអូខេគឺយើងទិញគឺយើងប្រើជាមួយនឹង Visa card ឥឡូវខ្ញុំសាកចុចទៅក្នុងប្រទេសអាមេរិកហើយសម្រាប់បងប្អូនដែលទិញទូរស័ព្ទណាខ្ញុំណែនាំឲ្យមើលតាមទូរស័ព្ទបើសិនជាបងប្អូនទិញទូរស័ព្ទពីខាងថៃខ្ញុំណែនាំឲ្យបងប្អូនបើ VPN របស់ថៃបើសិនជាបងប្អូនទិញមកពីអាមេរិកឬមួយពីប្រទេសអីផ្សេងបងប្អូនគួរតែប្រើទៅក្នុងប្រទេសហ្នឹងទៅវា support IP បានល្អសម្រាប់ខ្ញុំគឺខ្ញុំទិញនៅថៃគឺសម្រាប់ខ្ញុំគឺវាចាប់ IP ថៃ 100% គឺវាស្គាល់ញ៉ែរំទៅគឺវាស្គាល់ប្រភេទមេវាស្គាល់ហើយពេលដែលខ្ញុំបើកទៅប្រទេសអាមេរិកគឺវាបានតិចមែនវាមិនបាន 80% ទេបងប្អូនបានត្រឹម78អញ្ចឹងខ្ញុំអាចតែណែនាំមកចំណុចនឹងតិចសិនសម្រាប់អ្នកទិញ VPN សម្រាប់អ្នកទិញ VPN គឺយើងទិញតាមមកកញ្ចប់មកគឺយើងអាចប្រើបានប្រហែលជា3ទៅ4គ្រឿងសម្រាប់កញ្ចប់ឆ្នាំអានឹងណែនាំឲ្យយើងអាចបច្ចេកគ្នាប្រើបាននេះបងប្អូនចូលមកណែ Google មកបងប្អូន search ពាក្យសុសាន VPN មករួចហើយយើងមើលពីការណែនាំគេសិនថាគេប្រើយ៉ាងម៉េចហើយគេណែនាំឲ្យយើងប្រើប្រាស់បានជាមួយនឹងអ្វីខ្លះសម្រាប់ការណែប្រៀបធៀបរបស់ VPN ហ្នឹងវាមានដាក់ឲ្យយើងមើលដែរវាមានសុសា VPN វាមាន Access និយាយរួមទៅបងប្អូនអាចមើលតាមដែលខ្ញុំប្រាប់បានហ្នឹងសម្រាប់វា support អ្វីខ្លះគឺវាល្អវាគ្រីសទាំង4 5ចំណុចហ្នឹងអូខេមេសម្រាប់មេកម្រិតមេវាបានដល់100មេអូខេគឺវាល្អសម្រាប់ VPN គឺខ្ញុំប្រើតែ VPN សុសាហ្នឹងគឺវាតម្លៃសមរម្យហើយវាអាច support IP បានល្អហ្នឹងហើយបងប្អូនចង់ទិញក៏បងប្អូនអាចទិញបានរយៈពេលមួយឆ្នាំឬមួយខែអាចប្រើសាកល្បងក៏បានហើយបើបងប្អូនចង់បានតម្លៃធូរថ្លៃដូចខ្ញុំនិយាយមុនហ្នឹងគឺបងប្អូនអាចចុច link ខាងក្រោមហ្នឹងបានដើម្បីយើងទិញបែបបញ្ចុះតម្លៃធូរថ្លៃបើសិនជាបងប្អូនទិញដោយគ្មាន link ឬមួយគ្មានកូដគឺបងប្អូនអាចតាមមួយឆ្នាំវាអស់$76អានឹងការដែលខ្ញុំទិញពីដំបូង76រួមទាំងភាសាវាអស់ប្រហែលជា71ឬ$72បងប្អូនទេហើយបងប្អូនអាចទៅមើលពីវីដេអូខ្ញុំពីដើមពីរបៀបដែលខ្ញុំទិញពីមុនពីកាលពីឆ្នាំ2020 24ដើម24ពីមុននេះវាមាន 24K និង 12K និង 1K សម្រាប់បងប្អូនដែលទិញគឺខ្ញុំទិញយកកញ្ចប់ណែកដាលបងប្អូនមិនថ្លៃពេកហើយក៏មិនធូរថ្លៃមិនអូខេឥឡូវបងប្អូនចូលមកគឺខាងលើយើងដាក់ឈ្មោះនឹង email address អញ្ចឹងគឺ email address ហ្នឹងគឺយើងនៅទីណាយើងនៅតំបន់ណាគឺយើងដាក់ email ហ្នឹងទៅឧទាហរណ៍ថាបងប្អូននៅថៃឬមួយបងប្អូននៅខ្មែរអញ្ចឹងសម្រាប់បងប្អូននៅខ្មែរយើងបង្កើត email address ហ្នឹងយើងដាក់លេខទូរស័ព្ទ verify ជាមួយនឹងលេខទូរស័ព្ទខ្មែរហើយបើបងប្អូននៅថៃយើងដាក់ email address យើងមិន verify ជាមួយនឹងលេខទូរស័ព្ទថៃអញ្ចឹងគឺវាពេលដែលយើងដាក់ email មួយណាទៅគឺវានឹងបញ្ចេញ
ពីតម្លៃផាស៊ីដែលគេរួមមកនៅក្នុងហ្នឹងគឺយើងអាចដាក់ជាមួយនឹង account PayPal និង Visa Card ឬមួយជាមួយនឹង Google Pay ក៏បានឬមួយ Apple Pay ក៏បានអាហ្នឹងគឺបងប្អូនអាចដាក់ជាមួយនឹងវាមាន crypto អីអាហ្នឹងយើងអាចទិញបានជាមួយនឹង crypto បងប្អូនយើងបែបប្រភេទ Bitcoin អីជាដើមយើងបើសិនជាយើងមានណាអាហ្នឹងបងប្អូនអាចទិញបានវាមានបើករបស់យើងដែរនេះតម្លៃគឺយើងអាចចុចចូលមកទិញបាននេះបើសិនជាបងប្អូនដែលអត់មានគេហៅថាអត់មានការបញ្ចុះតម្លៃគឺវានឹងបូកបន្ថែមមកកន្លែងទៅហ្នឹងចិត្តស្អី43បងប្អូនយើង$43បន្ថែមនេះវាអាចថា$43បន្ថែមនេះយើងអាចដាក់លេខទូរស័ព្ទចម្រងជាមួយហៅថាលេខស្គាល់បាទវាមិនប៉ះពាល់ដល់ការយើងចែកចាយគ្នាប្រើឧទាហរណ៍ថាយើងប្រើរយៈពេល4-5គ្រឿងអីចឹងវាធ្វើឲ្យ VPN យើងវាអត់ smooth បានណាវាធ្វើឲ្យ VPN យើងវាមិនសូវជាដំណើរការហើយបងប្អូននៅក្នុងប្រទេសណាបងប្អូនរើសយកប្រទេសមួយហ្នឹងសម្រាប់ប្រទេសគឺខ្ញុំនៅខ្មែរខ្ញុំចុចចូលរើសយកខ្មែរមកដើម្បីឲ្យវា support IP អ៊ីនធឺណិតល្អ 100% មិនមែនថាយើងអាកន្លែងទៅហ្នឹងមិនមែនថាយើងនៅអីនៅថៃយើងដាក់ទៅអាមេរិកគឺអាហ្នឹងគឺកន្លែងដែលយើងតាម IP ឬមួយដែលយើងត្រូវសម្គាល់ IP ដែលយើងនៅបច្ចុប្បន្នដើម្បីគេដឹងថាយើងនៅចំណុចណាហើយនឹងគេនឹងធ្វើការអ៊ីនធឺណិតឬមួយគេធ្វើប្រព័ន្ធអ៊ីនធឺណិតហ្នឹងឲ្យវាល្អិតល្អន់អូខេបងប្អូនយើងហើយកុំភ្លេចជួយចុច like ចុច share មួយមកសម្រាប់ YouTube ថ្មីខ្ញុំនឹងព្យាយាមដាក់វីដេអូជារៀងរាល់ថ្ងៃឲ្យសម្រាប់បងប្អូនណាដែលមានបញ្ហាឬមួយមានចម្ងល់បងប្អូនអាច comment សួរបានឬមួយបងប្អូនអាចឆាតចូល page ខ្ញុំក៏បានដើម្បីសួរពីព័ត៌មានបន្ថែមសម្រាប់ VPN ហើយបងប្អូនក៏អាចប្រើបាន free 3K បងប្អូនយើងសម្រាប់អ្នកដែលគាត់ចុច link ខាងក្រោមវីដេអូរបស់ខ្ញុំអូខេអរគុណច្រើនគ្នាយើងហើយជួយគ្នា share វីដេអូអ្នកមួយផង